ជំរាបសួរបងប្អូនជនរួមជាទីគោរពថ្ងៃនេះគឺជាថ្ងៃប្រហោះ13កើតខែមករាឆ្នាំមមីឆស័កពុទ្ធសករាជ2558ត្រូវនៅថ្ងៃទី4ខែធ្នូគ្រិស្តសករាជ2014នៅពេលនេះសូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាព័ត៌មានសង្ខេបនៅថ្ងៃនេះដូចតទៅប្រធានគណៈបក្សសង្គ្រោះជាតិបដិញ្ញាចិត្តសង្គ្រោះជាតិឲ្យទាល់តែបានបងប្អូនជនរួមជាទីមេត្រីនៅក្នុងកម្មវិធីវេទិកាអ្នកស្ដាប់វិទ្យុអស៊ីសេរីក្រោមប្រធានបទតើការវិវត្តនយោបាយចុងក្រោយជាសញ្ញាវិជ្ជមានសម្រាប់កម្ពុជាឬទេកាលពីយប់មិញនេះលោកសំរងស៊ីនិងលោកកឹមសុខាបដិញ្ញាចិត្តសង្គ្រោះប្រទេសជាតិស្របពេលដែលប្រជាពលរដ្ឋខ្មែរនិងសម្បត្តិធម្មជាតិមានដូចជាព្រៃឈើបឹងទន្លេស្ទឹងកំពុងរងគ្រោះនិងត្រូវបានបំផ្លិចបំផ្លាញជារៀងរាល់ថ្ងៃលោកសំរងស៊ីមានប្រសាសន៍ថាការបង្កើតឲ្យមានស្ថានីយទូរទស្សន៍របស់គណៈបក្សសង្គ្រោះជាតិការផ្លាស់ប្ដូរកោជបនិងការបង្កើតឲ្យមានប្រធានក្រុមតំណាងរាស្ត្រភាគតិចក្នុងរដ្ឋសភាមានតំណែងស្មើនឹងនាយករដ្ឋមន្ត្រីគឺជាកាតាលីករដ៏សំខាន់ក្នុងការជំរុញឲ្យគណៈបក្សសង្គ្រោះជាតិដឹកនាំប្រទេសនាអាណត្តិក្រោយដើម្បីសង្គ្រោះប្រទេសជាតិអ្វីដែលសំខាន់មិនមែនបុគ្គលករណីបុគ្គលទេអ្វីដែលសំខាន់គឺការបង្កើតស្ថាប័នថ្មីការបង្កើតស្ថាប័នថ្មីនេះដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យពីព្រោះរួចផុតពីបុគ្គលម្នាក់ទៅនឹងមានថ្នាក់ដឹកនាំផ្សេងទៀតនឹងមានគណៈបកផ្សេងទៀតដូច្នេះអ្វីដែលយើងធ្វើនេះដូចយើងត្រួសត្រាយផ្លូវអញ្ចឹងហើយផ្លូវនេះមិនមែនប្រើតែមនុស្សម្នាក់ដែលបើកផ្លូវនោះទេផ្លូវនោះគឺសម្រាប់អ្នកដែលមកក្រោយខ្មែរចំនួនក្រោយនឹងដើរតាមផ្លូវដែលយើងបានបើកហ្នឹងពីមុនដូចខ្ញុំនិយាយបាញ់មិញមិនដែលមានទេការទទួលស្គាល់គណៈបកប្រឆាំងមិនដែលមានការឲ្យគណៈបកប្រឆាំងមានទូរទស្សន៍មិនដែលមានកោជបដែលបោះឆ្នោតឲ្យយើងមានជំនឿខ្លះគឺពីមុនអត់មានជំនឿទេពីព្រោះខាងគេទាំងអស់តែឥឡូវដូចយើងនិយាយពីដើមទីបានមានតុល្យភាពក្នុងកោជបថ្មីកុំបារម្ភដែលថាមិនទាន់ចេញហ្នឹងពីព្រោះឥឡូវនេះខុសគ្នាទៅប្រហែលថ្ងៃប្រហែលអាទិត្យទេក្នុងការតវ៉ាក្នុងការតស៊ូក្នុងរយៈពេលរាប់ឆ្នាំរាប់សិបឆ្នាំឥឡូវនៅសល់តែប្រហែលនៅសល់តែ2 3ខែតាក៏ជបថ្មីនឹងចេញទូរទស្សន៍គឺរៀបចំចាក់គ្រឹះហើយតំណែងដែលថាតំណែងនេះគឺដើម្បីគណៈបកក្រៅរដ្ឋាភិបាលតំណែងនេះគឺអត់មិនមែនមានអំណាចក្នុងនីតិប្រតិបត្តិទេកុំឲ្យច្រឡំថាអូដោយនាយករដ្ឋមន្ត្រីស្មើនាយករដ្ឋមន្ត្រីមានតំណែងក្នុងនីតិប្រតិបត្តិក្នុងរដ្ឋាភិបាលមិនមែនទេគ្រាន់តែជាឋានៈជានិមិត្តរូបដើម្បីចូលរួមក្នុងការចរចានោះគឺទៅចែកពីបញ្ហាប្រទេសជាតិពីព្រោះថាយើងខ្មែរទាំងអស់គ្នាយើងនៅក្នុងជួរគណៈបកណាក៏ដោយក៏យើងជាខ្មែរក៏យើងត្រូវរួមចំណែកដោះស្រាយបញ្ហាជាតិដូចជាបញ្ហាទឹកដីបញ្ហាព្រៃឈើបញ្ហាអន្តោប្រវេសន៍មានអ្នកតស៊ូត្រូវជាប់គុកជាប់អីហ្នឹងគឺខ្ញុំនឹងលើកច្បាស់ជាលើកហើយមិនទាន់ពេលនោះតែឥឡូវនេះលើកទៅហើយនិយាយឲ្យចំទៅគឺថាដំណើរការទៅមុខគឺយើងត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយទាំងអស់គឺយើងត្រូវដាក់ទស្សនវិជ្ជាទាំងអស់ដោះស្រាយទាំងអស់ទៅទន្ទឹមគ្នាបើខុសគ្នាមួយខែ2ខែវាមិនសំខាន់ទេប៉ុន្តែគោលចំហយើងគឺរួមការពារផលប្រយោជន៍ប្រជារាស្ត្ររកផ្ដល់យុត្តិធម៌ជូនប្រជារាស្ត្រហើយសង្គ្រោះជាតិយើងឲ្យទាល់តែបានប្រធានគណៈបក្សសង្គ្រោះជាតិស្នើឲ្យកសាងស្ពានអាកាសតូចកាត់ផ្លូវសម្រាប់អ្នកថ្មើរជើងឆ្លងកាត់នៅក្នុងបទអន្តរាគមន៍នៃសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកកាលពីព្រឹកមិញនេះលោកសំរងស៊ីប្រធានគណៈបក្សសង្គ្រោះជាតិបានស្នើឲ្យមានការកសាងស្ពានអាកាសតូចឆ្លងកាត់ផ្លូវសម្រាប់អ្នកថ្មើរជើងដើម្បីជៀសវាងការកកស្ទះចរាចរណ៍ឬគ្រោះថ្នាក់ផ្សេងៗនៅក្នុងសេចក្តីស្នើនេះលោកសំរងស៊ីបានបកស្រាយយ៉ាងដូចនេះថាដូច្នេះទី1ខ្ញុំស្នើឲ្យអាជ្ញាធរក្រសួងពាក់ព័ន្ធទាំងសាលាក្រុងឯកឧត្តមជួយគិតគូរធ្វើកន្លែងដើម្បីឲ្យអ្នកថ្មើរជើងឆ្លងកាត់ហើយកន្លែងនោះគួរដាក់ភ្លើងក្រហមពីព្រោះយើងឥឡូវយើងដាក់ភ្លើងក្រហមនៅកន្លែងតែផ្លូវខ្វែងឬផ្លូវប្រសពតែថាផ្លូវត្រង់ភ្លើងអត់មានផ្លូវកាត់អីទេគឺមិនដែលឃើញមានដាក់ភ្លើងក្រហម
សម្រាប់តំណាក់ថ្មជើងអញ្ចឹងយើងដាក់រឿងក្រហមឲ្យអ្នកថ្មជើងឆ្លងតាមនាទី2នាទីបានឆ្លងម្ដងទៅវាមិនកកវាមិនកកតឹងហើយនេះជាការសម្រួលជាការគោរពសិទ្ធិអ្នកថ្មជើងពីពលឡានមិនងាយឈប់ដោយចិត្តឯងកន្លែងណាដែលអត់មានគំនុះសញ្ញាអញ្ចឹងយើងដាក់ភ្លើងក្រហមមួយដើម្បីឲ្យអ្នកថ្មជើងគ្នាឆ្លងកាត់បានយ៉ាងងាយហើយតែប៉ុណ្្នឹងជួនកាលមិនគ្រប់គ្រាន់ទៀតខ្ញុំស្នើសូមឲ្យចំណុចក្តៅដែលចរន្តខ្លាំងចរន្តឡានធ្វើដំណើរបណ្ដោយផ្លូវហើយនឹងចរន្តមនុស្សច្រើនដែលត្រូវឆ្លងកាត់ផ្លូវនោះមានចំណុចខ្លះយើងអាចធ្វើជាស្ពានអាកាសមិនមែនស្ពានអាកាសដើម្បីឡានទេគឺស្ពានអាកាសដើម្បីមនុស្សគឺស្ពានអាកាសទីតូចឲ្យមនុស្សថ្មជើងនោះគឺឆ្លងដោយឡើងលើស្ពាននឹងគឺឆ្លងបានងាយស្រួលនឹងមិនបាច់ដាក់ភ្លើងក្រហមទេពេលហ្នឹងគឺឆ្លងបានតាមចិត្តគ្រប់ពេលវេលាអញ្ចឹងវាចំណេញពេលសម្រាប់ឡានម៉ូតូធ្វើដំណើរតាមផ្លូវតាមបណ្ដោយផ្លូវផងហើយសម្រាប់អ្នកឆ្លងកាត់ផងdoncយើងអាចធ្វើស្ពានអាកាសតូចកន្លែងដែលចំណុចកន្លែងដែលមានអ្នកឆ្លងកាត់ច្រើនដូចនឹងធ្វើស្ពានអាកាសទេយើងអាចធ្វើរូងក្រុមដែរហើយមានចដើចុះទៅគឺឆ្លងកាត់ទៅទិញផ្លូវបានឆ្លងក្រុមដែរនឹងជាអ្វីដែលយើងឃើញនៅស្រុកគេដែលគេឲ្យតម្លៃដែលគេគោរពហើយគេសម្រួលចំពោះអ្នកជួយដំណើរថ្មើរជើងអញ្ចឹងជាឲ្យមានការសាងសង់មានហេដ្ឋារចនាសម្ព័ន្ធខ្លះយើងគិតទៅដល់អ្នកថ្មើរជើងផងតែហេដ្ឋារចនាសម្ព័ន្ធគិតតែសម្រាប់ឡានសម្រាប់អ្នកជំនាញសម្ភារៈនយោបាយដឹកជញ្ជូនធ្វើដំណើរអីតាមរថយន្តតាមអីយើងគិតធ្វើហេដ្ឋារចនាសម្ព័ន្ធពិសេសសម្រាប់អ្នកថ្មើរជើងតំណាងរាជខេត្តកំពង់ធំដាក់លិខិតស្នើឲ្យបញ្ចុះតម្លៃសិក្សាផ្នែកវិជ្ជបណ្ឌិតលោកអ្នកនាងជាទីមេត្រីលោកម៉ែនសុថាវរិនតំណាងរាជខេត្តកំពង់ធំមកពីគណៈបក្សសង្គ្រោះជាតិបានសរសេរលិខិតស្នើទៅរដ្ឋមន្ត្រីក្រសួងសុខាភិបាលតាមរយៈលោកហេងសំរិនប្រធានរដ្ឋសភាដើម្បីអន្តរាគមន៍ទៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលឲ្យបញ្ចុះតម្លៃសិក្សាថ្នាក់វិជ្ជបណ្ឌិតឯកទេស